ជំងឺតម្រងនោមបើសិនជាបងប្អូនកំពុងតែមានបញ្ហាជំងឺនេះកើតឡើងហើយអាចនឹងវិវត្តយ៉ាងលឿនជាទីបំផុតពីមួយដំណាក់កាលទៅមួយដំណាក់កាលទៅកាន់សរីរាង្គផ្សេងៗនៅក្នុងសារពាង្គកាយបានយ៉ាងឆាប់រហ័សទី1អាចប៉ះពាល់ទៅលើប្រព័ន្ធរំលាយអាហារធ្វើឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាត់បង់ចំណង់នៃអាហារបាត់បង់រសជាតិទី2ប្រព័ន្ធខ្យល់ដង្ហើមនិងបេះដូងมันអាចបញ្ចេញកាកសំណល់បានធ្វើឲ្យបេះដូងលោតញាប់ជាងមុនសាច់ដុំបេះដូងក៏កន្ត្រាក់លឿនជាងមុនអាចប៉ះពាល់ទៅកាន់សរីរាង្គសួតធ្វើឲ្យមានបញ្ហារលាកសួតរ៉ាំរ៉ៃទី3ប្រព័ន្ធសរសៃប្រសាទនិងខួរក្បាលធ្វើឲ្យមានការកន្ត្រាក់សាច់ដុំលឿនជាងមុនឧស្សាហ៍រមួលក្រពើពិបាកនៅក្នុងការបត់បែនពិបាកនៅក្នុងការធ្វើចលនាខ្លាំងមែនទែនទី4ប្រព័ន្ធលំហូរនោមធ្វើការបានតិចมันអាចច្រោះជាតិពុលចេញបានធ្វើឲ្យមានអាការៈហើមជើងឬមួយក៏អាចហើមពេញខ្លួនតែម្ដងទី5ចុងក្រោយប្រព័ន្ធឆ្អឹងកាលណាដែលបងប្អូនមានបញ្ហាតម្រងនោមនេះកើតឡើងហើយគឺប្រព័ន្ធឆ្អឹងកាល់ស្យូមនៅក្នុងឈាមមានការថយចុះយ៉ាងគំហុកងាយប្រឈមជាមួយនឹងបញ្ហាស្ពុតឆ្អឹងក៏ដូចជាសឹកសំណឹកឆ្អឹងខ្ចីជាដើមអាចនឹងមានបញ្ហាពុកឆ្អឹងទៅថ្ងៃមុខបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែមានជំងឺតម្រងនោមកើតឡើងហើយមិនបានរកដំណោះស្រាយព្យាបាលឲ្យបានទាន់ពេលវេលានោះទេនឹងវិវត្តទៅដល់ដំណាក់កាលចុងក្រោយគឺមិនមានវិធីសាស្ត្រនៅក្នុងការព្យាបាលទេក្រៅពីធ្វើការបដូរតម្រងនោមដូច្នេះបើសិនជាមិនចង់មានវិបត្តិសេរីមិនចង់មានការផ្លាស់ប្ដូរតម្រងនោមមិនចង់ឲ្យបញ្ហាតម្រងនោមវិវត្តទៅកាន់បញ្ហាចុងក្រោយសូមជ្រើសរើសយកផលិតផល VHerb ដោះស្រាយនៅក្នុងការទទួលទានតាមការណែនាំហូបរបបចំណីអាហារបានត្រឹមត្រូវទំនាក់ទំនងប្រឹក្សាសុខភាពមុននឹងយកថ្នាំទៅប្រើដើម្បីទទួលបានការប្រឹក្សាសុខភាពលម្អិតក៏ដូចជាទទួលទានថ្នាំតាមការណែនាំឲ្យបានល្អត្រឹមត្រូវទៅកាន់សារពាង្គកាយរបស់ពុកម៉ែបងប្អូនទាំងអស់គ្នានិងទទួលបានលទ្ធផលល្អ